ទូលព្រះបង្គំខ្ញុំព្រះករណាសូមលើកអត្ថន័យសេចក្តីអធិប្បាយបរិយាយបង្គំ3នៃបត្រៃរតន៍នេះហើយបណ្ដាំព្រះបរមដែលលោកផ្ដាំខ្ញុំឲ្យរក្សាជួយដាស់តឿនគ្នាដោយមេត្តាសូមញាតិកាកុំសង្ស័យសិល5ចាំសិល8សិល10នេះនៃគោរពវិន័យឲ្យមាំមួនស្គាល់សិលក្នុងខ្លួនទៅសម្រេចផ្លូវកាយវាចានិងផ្លូវចិត្តចូលខំប្រព្រឹត្តឲ្យបានកិលេសមាននៅក្នុងសន្តានសំអាតឲ្យបានតាមព្រះធម៌អ្នកហយបណ្ណតៈពរៈបរមៈដលលកផតខញ្ញៈអយរកសៈជាយដសតៈអ្នកកណៈដយមេតតៈសមេញ្ញតតៈកកសញ្ញសយសលបរចសលបរបសលដបននៈករៈពវនយអយមេនៈសកលសលកនញ្ញខលនៈតបសមរចខលវកយវចរយៈនផលចតតៈចលខបរៈពរៈតតៈធម្មៈអយបញ្ញលសមញ្ញនកនញ្ញសនតនៈសអតអយបញ្ញតមៈពរៈធម្មៈនេះប្រធានបទកំណត់តាមការបំបីសុសៈអក្សរជញ្ជនេវេយកៈយ៉ាងដូចនេះថានោហយោបណតបុរបរមោដលលកផតខញ្ញយោរកសយយោដសតនគុណដយោមុតតសមញ្ញតតកកសង្ឃសយោសលដបននគរពវនយោអយោមនសកលសលបនងខលនបសមរចាហលវកចារយោនឹងផលវចតតាលខបរពរតតាមអយោបនកលសនមននៅកនងសនុតនោសាអតាអយោបណោតមោពរធមនេះជាប្រធានបទកំណត់យោប្រកបតាមបាពហុបៈឯកវចនៈសម្រាប់បរិស័ទ4ពួកងាយស្ដាប់ងាយយល់ទៅតាមអធិប្បាយបរិយាយទៅតាមព្រះសទ្ធំបង្គំ3នៃបត្រៃរតន៍កំណត់យ៉ាងដូចនេះថានេះហើយបណ្ដាំព្រះបរមដែលលោកផ្ដាំខ្ញុំឲ្យរក្សាជួយដាស់តឿនគ្នាដោយមេត្តាសូមញាតិកាកុំសង្ស័យសិល5ចាំសិល8សិល10នោះនៃគោរពតាមវិន័យឲ្យមុតមមស្គាល់សិលក្នុងខ្លួនទៅសម្រេចផ្លូវកាយវាចាផ្លូវចិត្តចូលខំប្រព្រឹត្តធម៌ឲ្យបានកិលេសមាននៅក្នុងសន្តានសំអាតឲ្យបានតាមព្រះធម៌ឯក្តីអាចយល់យោប្រកបយ៉ាងដូចនេះឯង